ដឹងអត់ថាបុរសម្នាក់នេះគឺជាស្ដេចគ្រឿងញៀនដ៏ល្បីក្នុងប្រទេសកូឡុំបៀដែល80%នៃគ្រឿងញៀនទាំងអស់ក្នុងពិភពលោកគឺគាត់ជាអ្នកកាន់កាប់រូបមួយនេះគឺជារូបដ៏ល្បីរបស់គាត់នៅឆ្នាំ1977ដែលប៉ូលីសចាប់គាត់ដោយគាត់ត្រូវបានគេរកឃើញថាគាត់មានគ្រឿងញៀនចង់20គីឡូតែពេលប៉ូលីសថតគាត់គឺគាត់ញញឹមដែលបង្ហាញថាគាត់មិនខ្លាចប៉ូលីសសូម្បីតែបន្តិចគាត់មានឈ្មោះថា Pablo Escobar គាត់លក់គ្រឿងញៀនរហូតដល់គាត់ជាប់ឈ្មោះជាបុរសដែលមានជាងគេក្នុងលោកក្នុងទស្សនាវដ្តី Forbes ដែលនិយាយពីអ្នកមានលុយក្នុងលោកគាត់មានលុយច្រើនចាយលេងអស់ដែលសូម្បីតែលុយគាត់ក៏ដាស់100ពេលដែលគាត់ឈឺគាត់ដុតលុយឲ្យបន្ទប់មានកម្ដៅបន្តិចឲ្យកូនគាត់ឈប់រងាមិនតែប៉ុណ្្នឹងទេគាត់ក៏ត្រូវបានអ្នកស្រុក Medellin ដាក់ឈ្មោះឲ្យគាត់ថាជា Robin Hood គឺគាត់បានសាងសង់ផ្ទះជួយអ្នកក្រដើម្បីឲ្យអ្នកភូមិជ្រើសរើសគាត់ជាតំណាងសមាជិកសភាគាត់ក៏បានជាប់តាក់ទងនឹងការស្លាប់របស់ប្រធានាធិបតី Galan ដែលជាអ្នកដែលប្រឆាំងនឹងគ្រឿងញៀនផងដែរហើយក៏បានតាក់ទងនឹងការស្លាប់របស់ចៅក្រមនិងរដ្ឋមន្ត្រីជាច្រើនដែលប្រឆាំងជាមួយគាត់ Medellin Cartel គឺជាក្រុមរបស់គាត់ដែលមានអំណាចដែលបានជាប់ឈ្មោះជា Cartel ដែលឃោរឃៅការសម័យនោះដែលពេលគាត់ចង់ជួញដូរគ្រឿងញៀនគាត់ចង់ឲ្យសំណូកប៉ូលីសគឺគាត់សួរប៉ូលីសថា Plata o Plomo ជាការសួរប៉ូលីសថាប្រាក់ឬគ្រាប់បើសិនប៉ូលីសអត់យកសំណូកគឺនឹងត្រូវស្លាប់ហើយបើទរណកម្មដែលគាត់ធ្វើចំពោះ cartel ផ្សេងវិញគឺគាត់កាត់បំបីសាកសពម្ដងតិចទាំងដែលនៅរស់ដុតទាំងនៅរស់និងដាក់ចូលទឹកអាស៊ីតតែម្ដង Pablo Escobar ត្រូវបានប៉ូលីសនិងអាមេរិកតាមប្រមាញ់ដែលត្រូវគេបានបាញ់សម្លាប់នៅ Medellin នៅថ្ងៃទី2ធ្នូឆ្នាំ1993រឿងគាត់ល្បីពេកដែលធ្វើឲ្យគេបានកត់ទុកជាកំណត់ហេតុប្រវត្តិសាស្ត្រនិងយកមកលេងជាសាច់រឿងពិតនៅក្នុង Netflix ដែលមានឈ្មោះថា Narcos ទាំងបើអ្នកទាំងអស់គ្នាចង់មើលរឿងកុនល្បីៗដែលទៅបញ្ចេញឬ Narcos ទាំងអស់គ្នាអាចមើលតាម website free មួយនេះបានមានគ្រប់សពហ្មងឃើញលោអត់មាន Netflix អីចឹងព្រោះដឹងអត់ខុសភាព